បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានពាក្យក៏ដូចជា clear នៃប្រយោគមួយចំនួនជាភាសាអង់គ្លេសពាក់ព័ន្ធជាមួយនឹងការញ៉ាំក៏ដូចជាការបរិភោគអញ្ចឹងតោះទៅតាមដានទាំងអស់គ្នាដែលយើងចាប់ផ្ដើមពីពាក្យទី1ទៅគឺពាក្យថា Are you hungry ដែលមានន័យជាភាសាខ្មែរមកថាតើអ្នកឃ្លានដែរឬទេដូច្នេះនៅពេលដែលយើងសួរសំណួរបែបនេះវាអាចមានអត្ថន័យពីរទី1គឺ to see if someone is wanting to eat បានន័យថាយើងចង់ដឹងថាតើអ្នកដែលយើងសួរសំណួរហ្នឹងតើគាត់មានអារម្មណ៍ថាឃ្លានទេឬក៏តើគាត់ចង់ញ៉ាំអីទេឬក៏មានន័យមួយទៀតថា the person asking the question hungry themselves ដែលមានន័យថាខ្លួនឯងដែលជាអ្នកសួរសំណួរទៅគេហ្នឹងគឺយើងទេដែលជាអ្នកមានអារម្មណ៍ថាកំពុងតែឃ្លានអញ្ចឹងយើងត្រូវការរកដៃគូណាម្នាក់ដើម្បីឲ្យទៅញ៉ាំអីជាមួយយើងដូច្នេះដើម្បីធ្វើការឆ្លើយតបទៅនឹងសំណួរបែបនេះយើងអាចឆ្លើយបានតាមច្រើនរបៀបដែលខ្ញុំសូមជូនជា2ទម្រង់ដែលទម្រង់ទី1គឺទម្រង់ស្របយើងអាចឆ្លើយបានថា Yes I'm so hungry let's get some takeout បាទឬក៏ចាខ្ញុំឃ្លានខ្លាំងណាស់តោះយើងទៅរកអីញ៉ាំនៅខាងក្រៅអីឬក៏តោះយើងទៅរកអីញ៉ាំនៅហាងក្បែរនឹងតិចអីបាទនេះគឺជាន័យនៅក្នុងការឆ្លើយតបជាទម្រង់ស្របទម្រង់បដិសេធ No I'm not hungry yet let's wait for dinner ដែលមានន័យថាទេខ្ញុំអត់ទាន់ឃ្លានទេចាំញ៉ាំអាហារពេលល្ងាចតែម្ដងទៅពាក្យទី2 Have you eaten yet តើអ្នកញ៉ាំអីនៅបាទដូច្នេះនៅពេលដែលយើងសួរសំណួរបែបនេះគឺមានន័យថា the question is really an invitation someone for a meal បានន័យថាយើងសួរសំណួរបែបហ្នឹងគឺយើងពិតជាចង់អញ្ជើញនរណាម្នាក់ដើម្បីញ៉ាំអាហារជាមួយយើងដូច្នេះរបៀបនៃការឆ្លើយតបទៅនឹងសំណួរនេះយើងអាចប្រើប្រាស់បានពីរទម្រង់ដែលទម្រង់ទី1យើងអាចឆ្លើយបានតាមរយៈដោយការប្រើប្រាស់ past simple ឬក៏មួយទៀតយើងអាចឆ្លើយបានទៅតាមរយៈ present perfect simple ដូច្នេះសូមទៅមើលឧទាហរណ៍ដែលចាប់ផ្ដើមទី1មកគឺយើងឆ្លើយជាទម្រង់ past simple ទៅមុនដែលយើងឆ្លើយថា yes I ate ចឹងរបៀបនៃការបកប្រែមួយនេះគឺយើងបកប្រែថាបាទឬក៏ចាខ្ញុំញ៉ាំរួចរាល់ហើយឥឡូវនេះគឺអត់មានឃ្លានទៀតទេគឺញ៉ាំហើយអស់ហើយបើយើងឆ្លើយតាមបែបpresent perfect simple មានន័យថា yes I have just eaten យើងបកប្រែមកថាបាទឬក៏ចាខ្ញុំទើបតែញ៉ាំរួចទេមិនថាទើបតែញ៉ាំរួចឬក៏យើងទើបតែបញ្ចប់ការញ៉ាំរបស់យើងមិញហ្នឹងអត់ទាន់ស្រកពោះផងអញ្ចឹងមានអីត្រូវឃ្លានឬក៏មានអីត្រូវចង់ញ៉ាំទៀតដល់ពេលទម្រង់បដិសេធវិញ No I haven't eaten anything yet ទេខ្ញុំអត់ទាន់បានញ៉ាំអីសោះបាទចឹងដូច្នេះនេះគឺជារបៀបនៃការឆ្លើយតបទៅនឹងសំណួរ Have you eaten yet ចុះបើយើងចង់សួរថាតើល្ងាចនេះបានម្ហូបអីដែលជា clear ឬក៏ប្រយោគមួយដែលពេញនិយមបំផុតសម្រាប់គ្នាយើងដែលចំណាំទៅសួរម៉ាក់ឬក៏សួរអ្នកផ្ទះថាល្ងាចនេះបានអីញ៉ាំអញ្ចឹងណាអញ្ចឹងបងប្អូនអាចប្រើ clear មួយនេះបានគឺ What's for dinner បានម្ហូបអីល្ងាចនេះឬក៏បានម្ហូបអីញ៉ាំល្ងាចនេះចុះបើយើងចង់សួររកអាហារពេលព្រឹកបងប្អូនគ្រាន់តែនិយាយថា What's for breakfast បានអីញ៉ាំព្រឹកនេះចុះបើយើងចង់សួរពីអាហារថ្ងៃត្រង់វិញ What's for lunch ញ៉ាំអីថ្ងៃត្រង់នេះឬក៏ថ្ងៃត្រង់នេះបានម្ហូបអីណាដូច្នេះនៅពេលដែលបងប្អូនសួរសំណួរ What for dinner What for breakfast What for lunch គឺមានន័យថា the questioner believe that the person answering the question has already cooked or prepared the meal មានន័យថានៅពេលដែលបងប្អូនសួរសំណួរបែបនេះណាបងប្អូនជឿជាក់នៅក្នុងចិត្តណាថាអ្នកដែលគាត់ឆ្លើយទៅនឹងសំណួររបស់យើងគឺគាត់បានចម្អិនអាហាររួចរាល់ហើយឬក៏គាត់បានរៀបចំអាហារសម្រាប់យើងរួចរាល់ហើយតែគាត់អាចនឹងឆ្លើយមកយើងប្រាប់ពីមុខម្ហូបដែលយើងអាចញ៉ាំបាននៅក្នុងថ្ងៃហ្នឹងអរគុណច្រើនសម្រាប់ការតាមដានហើយយើងសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយបើបងប្អូនមានអីអាច comment នៅវីដេអូខាងក្រោម